និយាយមែនពុកម៉ែបងប្អូនទាំងអស់គ្នាចាផ្លែឈើមួយមុខនេះបានញ៉ាំហើយធានាដឹងតែជក់ចិត្តតែម្ដងផ្លែគុយធម្មជាតិពីខណ្ឌទឹកដីខេត្តរតនគិរីនិយាយវាថាជូរអែមឆ្ងាញ់ហ្មងបានជ្រលក់ជាមួយនឹងអំបិលម្ទេសទៀតដាក់ចូលមាត់មួយម៉ាត់ណាក៏ជាតិដែរខែនេះគឺថាពេញសវខ្លាំងតែម្ដងអញ្ចឹងតម្លៃវិញក៏ធូរថ្លៃទៅតាមនឹងបើនិយាយពីអាកាសធាតុវិញគឺថាពេញក្តៅតែម្ដងមួយថ្ងៃហ្នឹងហើយអូនរតនៈកំពុងតែស្រោចទឹកដីឲ្យវាសើមអញ្ចឹងទៅដើម្បីទុកធៀមដាំកូនដំណាំថ្ងៃនេះអូនរតនៈមកដាំជាមួយនឹងកូនល្ហុងដែរអំពូមីងនិយាយទៅល្អមែនតើបន្ទាប់ពីបញ្ជូនកូនល្ហុងដាក់លើអាទិះគ្រប់ចំនួនអស់ហើយហ្នឹងអូនចាប់ផ្ដើមរុញអាទិះទៅហើយបើនិយាយពីថាឆ្នាំនេះមេក្តៅប៉ុន្តែសៅម៉ានេះក៏ចេញក្តឹបល្អដែរគ្រាន់តែមិនដឹងលទ្ធផលទេដឹងថានៅជ្រុះប៉ុណ្ណាអីប៉ុណ្ណាទៀតអញ្ចឹងបងប្អូនមានតែរងចាំមើលប្រហែលជាមួយខែអីទៀតបានដឹងបន្ទាប់ពីអូនរុញមកដល់កន្លែងដាំហើយហ្នឹងចាប់ផ្ដើមរុញដើរដាក់តាមដៅមួយកូនមួយអញ្ចឹងទៅចំពោះកូនល្ហុងនេះខ្ញុំដាំប្រវែងវា2ម៉ែត្រ1 2ម៉ែត្រ1បងប្អូនឃើញមេក្តៅអញ្ចឹងប៉ុន្តែបើឲ្យកូនបើទៅអង្គុយកន្លែងមួយលប់ក៏អត់ព្រមដែរអំពុំមិញអើយទាដើរតាមថែអញ្ចឹងហ្មងបន្ទាប់ពីយើងដើរដាក់កូនតាមដៅរួចរាល់ហើយឥឡូវយើងចាប់ផ្ដើមមកដាក់ដាំកូនតែម្ដងជាដំបូងហ្នឹងខ្ញុំរៀងច្បាច់ដីវារៀងចូលគ្នាបន្តិចសិនបងប្អូនបើសិនជាយើងអត់ច្បាច់ទេចាក់ចេញមកវារៀងទើសដីអញ្ចឹងទៅជួនកាលអាចធ្វើឲ្យបែកដីទៅកូនល្ហុងយើងវាអត់ល្អឬក៏ចំពោះកូនល្ហុងនេះតាំងពីបដោះគ្រាប់មកដល់ប៉ុណ្ណឹងគឺអាយុវាប្រហែលជា20ថ្ងៃជាងតិចតួចតែប៉ុណ្្នឹងឯងការងារនេះបើសិនជាអ្នកចំការឬកសិករអីបងប្អូនគឺធ្វើវើជុំរហូតតែម្ដងដាក់ដាំឲ្យបានផលបន្ទាប់ពីបានផលហើយគឺដាក់ដាំថ្មីបន្ទាប់ពីដាំកូនល្ហុងហើយបានមួយជួរហ្នឹងមួយអូនរតនៈនាំគ្នាទៅលាងដៃឲ្យស្អាតមកវិញអត់ខាតទេមានទាំងកាទេមានទាំងអង្វោះញ៉ាំទៀតអំពូមីងទាំងអស់គ្នាអូនរតនៈគ្រាន់តែមកដល់អញ្ចឹងគេហៅកន្លែងខាកាទេដើម្បីយើងអង្គុយលេងអញ្ចឹងបានមកដាំចេកនេះមួយបងប្អូនខាកាទេអង្គុយទៅមកលហើយតិចស្រួលហើយគ្រាន់តែមកដល់ភ្លាមហ្នឹងបងប្អូនគេចែកទឹកតិចគ្នាញ៉ាំត្រូវនឹងមេក្តៅផងបានទឹកតិចផឹកអញ្ចឹងទៀតនិយាយពីថាតិចសេបដល់បេះដូងហ្មងគ្រាន់តែទៅយកអីវ៉ាន់មកជើងទៀតបងប្អូនហើយមកវិញគេចេះចែកគ្នាភ្លក់ចែកអីឥឡូវខ្ញុំចាប់ផ្ដើមមកបុកអំបិលតែម្ដងចំពោះម្ទេសខ្ញុំលាយម្ទេសក្រៀមខ្លះម្ទេសស្រស់ខ្លះហើយយើងដាក់ម្សៅស៊ុបរួមជាមួយប៊ីចេងស្ករសអីអញ្ចឹងចំពោះអំបិលមួយមុខនេះខ្ញុំធ្វើរៀងស្ងួតទេបងប្អូនដោយសារយើងប្រើម្ទេសក្រៀមរៀងច្រើនប៉ុន្តែជ្រលក់ទៅគឺថាត្រូវជាតិគ្នាហ្មងលឿនឆ្ងាញ់ថ្ងៃនេះបានគយល្អហ្មងបងប្អូនហើយណែទុំឡើងញហ្មងអាពុំអញ្ចឹងផ្អែមណាអូឆ្ងាញ់ហ្មងបងប្អូនហើយរដូវផ្លែគុយខែនេះសវលើទឹកមាត់ហ្មងហើយមកនេះហ្មងណាហៀទៅផ្នែកហ្មងអំពូអែមតិចឆ្ងាញ់បងប្អូនណាញ៉ាំផ្លែគុយញ៉ាំទាំងសវអត់សម្រាប់ខ្ញុំញ៉ាំទាំងសវឆ្ងាញ់ណានេះអំពូមិញបាច់ណាអំពូមិញនេះអំពូមិញចេញពណ៌ហើយមកចំពោះផ្លែគុយនេះបើសិនជាយើងបានយកទៅត្រាំឬក៏ធ្វើជ្រក់ទៀតកាន់តែជាតិវីដេអូខ្ញុំថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេបើសិនជាមានខុសឆ្គងត្រង់ណាក៏សូមការអធិស្ឋានពីពុកម៉ែបងប្អូនទាំងអស់គ្នាផងដែរជាពិសេសអរគុណដល់បងប្អូនដែលតែងតែទស្សនានៅវីដេអូខ្ញុំតាំងពីដើមរហូតដល់ចប់ជូនបងប្អូនមានសុខភាពល្អទាំងអស់គ្នា